មនុស្សម្នាគិតថាយើងឈប់និយាយស្ដីរកមនុស្សមួយចំនួនគឺដោយសារតែយើងជាមនុស្សមិនចុះចំណោមឬក៏ចុះសម្រុងនឹងគេហៅថា anti social ប៉ុន្តែការពិតជាក់ស្ដែងគឺយើងគ្រាន់តែហត់នឿយនឹងការធ្វើពុតសម្ដែងហត់នឿយនឹងការអង្គុយមើលមនុស្សម្នានិយាយស្ដីផ្អែមថែមដាក់ចំពោះមុខនរណាម្នាក់រួចបែរជារិះគន់និន្ទាគ្នាភ្លាមនៅខណៈពេលដែលគេដើរចេញផុតមិត្តភាពមួយចំនួនមិនបានកសាងឡើងនៅលើទំនុកចិត្តនោះឡើយប៉ុន្តែវាត្រូវបានកសាងឡើងលើការនិយាយដើមចាក់រកនៅលើសេចក្តីអវិជ្ជមាននិងនៅលើការដែលតែងតែត្រូវការនរណាម្នាក់ផ្សេងទៀតដើម្បីយកមកធ្វើជាប្រធានបទនិយាយជជែកវែកញែកដូច្នេះហើយយើងមិនចង់ខ្លាចជាចំណែកមួយនៃរឿងរ៉ាវបែបនោះឡើយដូចនេះក៏ចាប់ផ្ដើមមានការរើសសម្រិតសម្រាំងខ្លាំងជាងមុនចំពោះមនុស្សទាំងឡាយណាដែលត្រូវចំណាយពេលជាមួយវាមិនមែនដោយសារតែគិតថាខ្លួនឯងល្អប្រសើរជាងអ្នកដទៃនោះទេប៉ុន្តែវាគឺដោយសារតែសេចក្តីសុខសាន្តផ្លូវចិត្តមានភាពងាយស្រួលក្នុងការការពារជាងការកសាងវាឡើងវិញនៅពេលដែលមានវ័យកាន់តែចម្រើនឡើងយើងនឹងបានរៀនសូត្រដឹងថាមិនមែនរាល់ទំនាក់ទំនងទាំងអស់សុទ្ធតែមានតម្លៃក្នុងការរក្សាទុកនោះឡើយជួនកាលអ្វីដែលល្អបំផុតសម្រាប់សុខភាពផ្លូវចិត្តដែលអ្នកអាចធ្វើបានគឺការដើរចេញយ៉ាងស្ងៀមស្ងាត់ពីកិច្ចសន្ទនាទាំងឡាយណាដែលធ្វើឲ្យអ្នកមានមន្ទិលសង្ស័យលើគុណតម្លៃនិងចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកពីព្រោះមិត្តភាពពិតប្រាកដមិនត្រូវការការដួលរលំឬក៏ការធ្លាក់ចុះខ្សោយរបស់នរណាម្នាក់ផ្សេងទៀត